នឹង Wiki ដូចខ្ញុំបាននិយាយ Pro Esport គឺជាក្រុមដែលបើគាត់ថ្លឹងតារាមួយនេះស្មើហើយគឺគាត់ទៅវាយ talent ដែលយោងវាគឺគាត់ទៅវាយ goal lane ចាំប្រយ័ត្នបន្តិចបាទដល់ mid lane ប៉ះតង្កិចគ្នាបន្តិចបន្តួចយកតែម្ដងប៉ុន្តែពីខាង Pro Esport មានអារម្មណ៍ថាគាត់មានព្រៀបមែនតើដោយសារតែ hero របស់គាត់ដៃឆ្ងាយហើយមានការមានវិចិត្រឈាមមកវិញដូចគ្នាបាទវគ្គនេះសម្រាប់រុនអាចនឹងជាអៀតជាមួយនឹងការ copy alt បន្តិចឥឡូវយើងមើលទៅកាន់ emblem សិនថាមានអ្នកគេឆ្នៃអ្វីឲ្យយើងគួរឲ្យកត់សម្គាល់ដែរទេបាទដូចជាមិនទេកន្លែងចើក៏គេលេង tribute assassin ចឹងរហូតដូចគ្នាបាទសម្រាប់តែ lin ទេ S1 ដោយ regen ខ្លះគេលេង attack speed regen ខ្លះលេង damage regen ខ្លះលេងដក defense បាទនៅ mid lane បាទ clear talent ធម្មតាទេពីសា knock up មួយទៅលើ Cadenza បោកវាយយកតែម្ដង Cadenza អត់ចាយជាមួយនឹង flick ក៏ដូចជាឈាមទេបាទមាន level 2ដែរតែប្រហែលគាត់ដាក់ឈាមហើយយកឃើញអញ្ចឹងហ្នឹងហើយបាទអញ្ចឹងតែ recall ទៅគ្នាទីដែរ recall អត់ដែរ recall នោះទេបាទចាំមិនបញ្ហាទេសម្រាប់ lane នីមួយបើយើងមើលទៅជាមួយនឹងការបាត់ lane យ៉ាងឬក៏យ៉ាងណាពីខាង Wiki នៅក្នុង trade បាទមានការជួយវាយជាមួយនឹង bird ដូចគ្នាផងដែរនៅខាងក្រៅអាយ៉ាមានការវាយម្ដាយពីរដៃទៅលើ Wiki ចង់បិទជាមួយនឹង minion ដើម្បីកុំឲ្យ Wiki មាន stake ក្នុងការបញ្ចេញយកជាមួយនឹង stake ឲ្យបានច្រើនដូចគ្នាបាទ Cadenza មានជើងអត់លឿនណា Cadenza នឹង surprise ទៅលើ Kuzen យ៉ាងងាយយកតែម្ដងបាទ1 2អត់ទេ rotate ទៅវិញហើយបាទណាមួយមាន RT មក surprise នេះបានចាក់ passive កាប់3តង់បាទយ៉ាប៉ុណ្ណឹងចំនួនឲ្យបានពាក់កណ្ដាលដូចគ្នាអូអត់ដឹងអ្នកយ៉ាងយកបានប្រហែលបាទអូបានទៅ Kuzen បាទថតមានការ spawn មកក្រោយលីកំពុងតែប៉ុន្តែ Cadenza ក៏បើក map ដូចគ្នាឃើញជាមួយនឹង PP នៅក្នុងស្មៅដែរទេពីរុនអត់ទាន់ copy ultimate អ្នកណាចាញ់ទេកន្លែងនេះ Pre បោកវាយទៅលើរុនមុនគេឬក៏យ៉ាងណាអត់ទាន់វាយទេខាត់ជាទៀតណាសម្រាប់ LT បរុនអត់ដឹង copy ណាគេទេតែបើ copy សារល្អជាងគេបាទសាតែជាមួយនឹងការបំពេញ passive វិញមានការបោកវាយទៅលើ Felix មុនគេយកតែម្ដងពី Cover ប៉ុន្តែបើក ultimate យកតែម្ដងពី Lin វាយទៅលើសាប៉ុន្តែវាយសាដាច់ទេជាមួយនឹងការបោកវាយអាចនឹងមានបញ្ហាដែរទេជាមួយការការរំលាយទៅលើ Cadenza អត់ដាច់ Cadenza ធ្វើការឡើងឈាមមកវិញបោកវាយជាមួយនឹង Cadenza បានហើយពី1មានរបស់សាដូចគ្នាចាប់បើទៅលើ Coily បាត់បង់ Coily ថតទី1បានទៅលើ Galaxy Legend បាត់បង់ជាមួយនឹង PP បន្ថែមទៀតបាត់បង់អស់ពី Ro បាត់ហើយ2 kill 1 total ចូលទៅកាន់ Galaxy Legendដល់ Pro Esport ពួកគាត់រៀងaggressive នេះគ្នាគាត់ដឹងថាចង់ឥឡូវពួកគាត់ហើយអត់តំណងទេថតទី1ព្រោះសារតែហើយមាន damage ច្រើនគូសំអាយ៉ាបងវាយ sorry Felix ចូលទៅដល់លងខ្លួនដល់ក្នុងផ្ទះប៉ុន្តែ Gabriel អត់បញ្ហាសម្រាប់គាត់ដូចគ្នាដែលសារតែហើយមាន damage ច្រើនគូសំប៉ុន្តែគាត់អត់មាន mobility ច្រើនទេនៅដើមមកដោយសារ skill ទី2របស់គាត់ down យូរណាបាទបៃតងមានការលួចមួយបានពី Lin នេះគ្នា Lin មាន2 kill នៅក្នុងដៃមានការលួចបៃតងបានមួយមានការយកថបានមួយវគ្គនេះ damage របស់ Lin ច្រើនមែនតើឱកាសនៅក្នុងការតាមមកវិញមួយវគ្គគឺមានឱកាសខ្ពស់ទៅកាន់ Galaxy Legend បាទអាយ៉ាកយលីមាន RT បើបាញ់ចង់កោតែតែលើរុនតែកោអត់បានដូចគ្នាបាទ Pro Esport អាចនឹងបោះពោះដែរបើសិនជាថតទី2ធ្វើអត់បានល្អហើយយ៉ានេះចាំដល់ឡទី2ហើយតែបើថតទី2វាយបានឬវាយស្មើវគ្គនេះអាចនឹងស្រួលលេងមកវិញបាទប៉ុន្តែមិញយើងឃើញល្អដូចគ្នាសូម្បីតែពេលវាយសិតតែចាប់ skill ទី2កបោ flick ឲ្យគ្នាវាយប៉ុន្តែវាយបែប ego ហ្នឹងបានន័យថាយើងមានចាប់មានមែនតែ damage បើយើងសិតតែជា damage ដែលដើរជឿទេបាទចាំមក play ដូចគ្នាជាមួយនឹង Infinix ដែលបាននាំមកនៅជាមួយនឹង Note 60 Pro ដែលជាទូរស័ព្ទដែលមានការរចនាពោពេញដោយអានុភាពមានជាមួយនឹង RAM 24G អេក្រង់ AMOLED ក៏ដូចជាបំពាក់ដោយបន្ទះ chip Snapdragon 5G ដ៏ទំនើបថែមទាំងនាំមកនៅជាមួយនឹងការសាកថ្ម90 W សារអត់ខ្សែក៏បាន30 W ដូចគ្នាផងដែរបាទតែឃើញម៉ែ3នាក់ពីខាងកុយលីបាទនៅតែធ្វើការលេងជាមួយនឹងសៀកហាសកម្មក្នុងការបោះស្រមោលទៅវិញតែម្ដងពីកុយលីខាងលើ Vicky មាន Purify អត់បញ្ហានោះទេសម្រាប់ Vicky បាទធ្វើការដកថយអូវ៉ាវមក play របស់ Minion គូសែនថយតាមពណ៌មកតន់មិញណា Mid lane របស់រុនដាមកហើយដែរប៉ុន្តែមានសារកាក់តន់បើសិនជាកាក់អត់តន់ទេមិញ free kill យកតែម្ដងបាទទេ Golan ដើរមកដល់ហ្នឹងមានតែពីរដាក់ទៅវិញអត់ដល់ទេហ្នឹងហើយបាទណាមួយការវាយក្រៅដីរំពឹងតែយើងមាន mobility ខ្ពស់ដែរណាបាទឥឡូវឃើញនៅ mid lane ធ្វើការបាក់ ultimate យកតែម្ដងពី Lin អត់ខ្វល់ទេ RT របស់គាត់រៀង cooldown លឿនដូចគ្នាប៉ុន្តែបើយើងមើលជាមួយនឹងសាក៏ RT ដូចគ្នាផងដែរបាទមើលរុនឆ្លាញ់ RT ណាគេអាចជា RT សាឬក៏ RT របស់ប៉េបាទមួយធ្វើការបាទអស់បន្លាយពេលវេលាក្នុងការយកជាមួយនឹង objective ទី2ដើម្បីឲ្យកុយលីឡើង level ស្មើជាមួយនឹង Lin ក៏ដូចជា link គ្នាមក level បាត់ហើយចាំក៏ទាំងសងខាងបងវាយសាមុនគេអត់ទៅជាមួយនឹងការចាយ flicker យកតែម្ដង retrieve សាមកទៅលើកុយលីចាប់បោកយកតែម្ដងពីវត្តមានរបស់សាបោឡៃជឿលើកណ្ដឹងសាបាត់ហើយប៉ុន្តែសាក៏បាត់បង់ដូចគ្នាពី Gabriel ធ្វើការបោកវាយទៅលើ Gabriel សោឆាប់ទៅតាមម្ដងពីវត្តមានរបស់ Kuzen ក៏ដូចជា Gabriel ធ្វើការលោតទៅដល់ Kuzen បាត់ហើយលងខ្លួនយកកុយយ៉ាងណាជាមួយនឹង PP ក៏លោជាងដូចគ្នាកុយលីបាត់បង់ជាមួយនឹងកុយលីបោកវាយជាមួយនឹង Kuzen បន្ថែមទៀតជាមួយនឹងការបាត់បង់ទៅ PP ទាំងបន្ថែមទៀតបន្ថែមពីខាង Galaxy Legend ផសំយោគសញ្ញានឹងយោដែលបាននិយាយ
ថាតទី2បើអត់បាន Pro Sport អាចនឹងភ័យដូចគ្នា បាទ ព្រោះដោយសារតែ Jungle នេះ damage វានៅក្រោម meta ច្រើនពេកហើយក៏មិនជា Jungle អាចលេងបានពីដើមម៉ោងដូចគ្នាសំខាន់ការថ្លឹងដើមម៉ោងក៏សំខាន់ដើម្បីឲ្យអាចលេងបានតែឥឡូវលេងបាននោះទេភ្លាមៗមក Team Fight by Mini Mega យកបាន3 kill ថ្មីបិទតែ Coily ចាញ់មក level តែយកបាន third top ពីដៃរបស់ Lin បាទមិនធម្មតាណាបាទមិនធម្មតាទេបាទអញ្ចឹងភ្លាមបើយើងមើលទៅជាមួយនឹង Wiki មាន10 stake នៅក្នុងខ្លួនហើយយើងដឹងស្រាប់ហើយជាមួយនឹង Wiki តែមានជាមួយនឹង Main Egg ឬក៏ Savage ក្នុងការ pick ជាមួយនឹង Creature បាទហើយ Lin ក៏អាចនឹងមានជាមួយនឹងការ farm លឿន level 15ដែរទេណោះព្រោះតែសារឥឡូវនេះគឺនាទី6ហើយបាទ level គាត់8ព្រោះតែសារគាត់មាន3 kill នៅក្នុងដៃហើយគាត់បានលួចសត្វព្រៃទៅកាន់សត្វព្រៃរបស់ Coily ច្រើននេះគ្នាបាទCoily នៅក្នុងវគ្គមួយនេះអត់ទាន់បាន kill ទេបងបាទអាចនឹងចេញជាមួយនឹង Sky Pacer សម្រាប់គាត់អត់ព្រោះតែសារតែយើងមើលទៅជាមួយនឹងទម្រង់នៅក្នុងការ pick ត្រារបស់គាត់អត់មានណាគេពាក់ Sky Pacer បានក្រៅគាត់ទេបាទចឹងខ្ញុំផ្លេចនេះគ្នាមកណាជាមួយនឹង AO Gamer ដូចគ្នាដែលជាគម្រោងរបស់ Cellcard ដែលបាននាំមកនៅជាមួយនឹងការភ្ជាប់ដែលអ្នកគ្នាអាចភ្ជាប់ទទួលបានទាំងអ៊ីនធឺណិតពេជ្រនិងកញ្ចប់គម្រោងតែមួយតែម្ដងជាពិសេសគឺអ្នកទាំងអស់គ្នាភ្ជាប់ប្រចាំសប្តាហ៍ $1.5 ទទួលបាន8 GB តែនឹងផ្ញើសារនៅក្នុងប្រព័ន្ធបានដល់តែ60ក៏ដូចជាពេជ្រ35ពេជ្របាទចំណាយតិចទទួលបាននឹងពេជ្រនឹងការលេងយ៉ាងងាយស្រួលដើម្បីភ្ជាប់សូមចូលទៅកាន់ Cellcard App បាទវ៉ាវរូបភាពក្នុងការ Let Go បន្តិចបន្តួចតែប៉ុណ្ណោះពីខាង Galaxy Legend ក៏ប៉ុន្តែបើយើងមើលទៅជាមួយនឹង Tier 1 Thread យកបានឬក៏មិនបាន Cadence ហើយនឹង Gabriel នៅតែ2នាក់តែប៉ុណ្ណោះអត់ហ៊ានយកជាមួយនឹង Tier 1 Thread នៅខាងផ្លូវ Top Lane ទេបាទយើងមើលចេតនារបស់ Galaxy Legend ណាគាត់ចាំវាយតែ objective ទេបាទនេះថាចេះ hero របស់គាត់មិនវាយអត់បានទេប៉ុន្តែបើគាត់មិនវាយពេល objective គាត់ហ៊ាន all in ទាំង skill និង spell អូយកាប់បោភ្លេចយកតែម្ដងពីពេបោវទៅលើ Gabriel មុនគេយកតែម្ដងអានេះបាយដាច់ Gabriel ដែរទេអត់ទាន់ដាច់ទេជាមួយនឹងការលោតចូលលោតឡើងអត់ដាច់ជាមួយនឹង Gabriel ទេវាយមិនដាច់ទៀតអានេះបាត់បង់ជាមួយនឹងពេមកវិញផងដែរពី Gabriel ធ្វើការបោវាយលោតយកតែម្ដងអត់មានអ្នកផ្លែជាមួយនឹង Gabriel ប៉ុន្តែយកមកជាមួយនឹងសាក៏បាត់បង់ក្នុងការបាញ់យកតែម្ដងពី Wiki 20 stake បាទហើយបោ Gabriel អត់ដាច់នោះទេDamage មិនដែល4-5 hero ទល់នឹងមួយបោកដាច់ណាមួយដូចបាននិយាយយ៉ាង Fobia គឺជា hero ដែលតាន់អាយ៉ា Formit ចង់ទុកជាប់ឬក៏មិនជាប់ហើយយកចូលទៅធ្វើការ clear ជាមួយនឹង mid lane បានបាទហើយពីខាង Pro Esport បាទ Fobia គឺជា hero ដែលតាន់នៅពេលដែលវាបានវាយអញ្ចឹងអាពេលដែលគេបោកផុយមែនតែគាត់បានវាយតែមកបោះ2ជាន់តែ2ដងឃើញហើយដឹងស្រាប់ពេលដែលយើងបោក Fobia អូដល់ទៅគ្នាអាយ៉ាកយលីអាចមានបញ្ហាធ្វើការលោតអល់ម៉ែពីកដិនសាតែពេធ្វើការបោកយកតែម្ដងពីវត្តមានរបស់រុនគប់ពីបាញ់មិញតែអត់មានអ្នកបោកអត់ដាច់ដូចគ្នាអូ my g តែខាងលើអត់អាចចាប់បាននេះគ្នាបាទមកខ្ញុំជឿអេអាយ៉ាគូសែនប៉ុន្តែអត់មានអល់ម៉ែទេពីកដិនសាធ្វើការដកថយពីគូសែនដូចគ្នាបាទដែរវាវត្តតែនៅខាងផ្លូវបតំឡែនក៏ free ហ៎បាទអត់ហ៊ានចូលយកទេបាទអត់ហ៊ានទប់ទេបាទពីគូសែនបាទឥឡូវ Felix គឺធ្វើការដេញលីនដល់ព្រៃយកម្ដងដេញតាំងពីលើវាយចូលដល់ប៉មគេដាក់មកតង់អត់ដាច់ឥឡូវដេញមកទៀតតែ Spell Flick នៅដដែលនេះគ្នាបាទវ៉ាវអេខំពេបាទ3ទល់នឹង4ប៉ុន្តែមានការបើក map ចេញពី Sorry I'm Felix បាទCoily យកបានអត់ Tier 2 ហ្នឹង Tier 1 ហ្នឹងបាទបលែងអត់មានធ្វើការ clear យកតែម្ដងពីខាង Lin ដូចគ្នា Lin KD របស់គាត់នៅក្នុងវគ្គមួយនេះ 3-0 បាទទេបងបាទចឹងដើម្បីបើយើងមើលទៅជាមួយនឹង Genius One ហើយនឹង Divine កលែវអាចវាយអ្នក front line បានទេបាទ Lane នគរលុយគ្នាច្រើនជាងគេគឺ Jungle 700 Mid Lane 500 Roamer ខំ900 Gold Lane ខំតែ500ទេបាទ Oh my god Sky Zipper មាននៅលើដៃរបស់ Wiki នេះគ្នាបាទតែ Sky Zipper ក៏មិនទាន់មានការចេញមកពី Pro Esport នេះគ្នាយើងមើល damage របស់ Lin គឺពេញពុបយកម្ដងជាមួយនឹងការដក defense ជាភាគរយនិងដក defense ជាតួរលេខបាទតែ defense កលែវក៏ដូចជា Genius One បាទជា team ដែលសម្រាប់ Harley ព្រោះដោយសារ Harley វាមាន damage ច្រើនណាស់ហើយ damage នេះតួរលេខសុទ្ធអញ្ចឹងវាត្រូវការតែដក defense ដើម្បី enemy on defense ច្បាស់ថា Harley ឌូ damage បានច្រើនយកមកបាទអញ្ចឹង Harley របស់ Lin គឺជា hero ដ៏គ្រោះថ្នាក់ខណៈពេលដែលការចាប់ទៅលើ Lin មានដូចគ្នាទៅលើពេតែក៏មិនងាយស្រួលដែរជាមួយនឹង Jungle ដែលមានល្បិចច្រើនដៃលឿនរូបនេះមិនងាយនឹងចាប់ទេហើយ hero Harley ចុចតែមួយ skill ទី2មកវិញហ្នឹងហើយបាទវាបាច់តែមតំដល់ hero ដទៃអាយ៉ារៀងលងខ្លួនចូលទៅដល់ធ្វើការជីសបកចេញធ្វើការបោកយកតែម្ដងទៅលើកណ្ដាលសាបដៃគូសែនបាត់បង់ហើយជាមួយនឹងគូសែនផ្ទុះមកពងទៀត killing spree បានចូលទៅលើវត្តមានរបស់ Wiki គូសែនក៏បាត់បង់អពី hero យកតែម្ដងមកពេក្នុងការបោកបាញ់ក៏បោកគេអត់បានដូចគ្នាបាទជាពាក់គូសែនមួយវគ្គមុនហ្នឹងអត់បានបដាច់គូសែនវគ្គនេះបាក់បបាយពងមន់មួយបាទជួស៊ីនពីដាច់និយាយទៅដឹងអត់ជាមួយនឹង pro player នៅពេលដែលយើងវាយដល់ goal lane គេអាហ្នឹងបានហៅថាការវាយគ្នាដែលស្មើដៃហ្នឹងហើយបាទតែរូបភាពបាយមិញណាបើយើងមើលទៅកណ្ដានសាជីសបកចេះអាទីនៅក្រោយនឹងបាទ
ធ្វើការបោកវាយទៅលើ Sorry អាំពេលពីរនធ្វើការ copy បោកជាមួយនឹងពេលលេខយកតែម្ដង Recall វិញទៅបានយាយ Valentina ពីរុនចាញ់មកមានបន្ទូហើយណា Valentina លើកទី1 បើក map ចូលបានឬមិនបានពី Coily ចូលអត់ដល់ទេជាមួយនឹង Lomani អានឹង Retribution បានឬមិនបានតែយើងបានបោកជាមួយនឹងរត់បានហើយពី Coily ធ្វើការ Lomani យកទៅបានលីននៅគ្នា Coily អត់មានជាមួយនឹងសមានធ្វើការដកថយទេតែជាមួយនឹង Vicky ចូលបានយកតែម្ដងអានឹងបានជាមួយនឹង Double Kill ពី Vicky បន្តការយកជាមួយនឹង Triple Kill បានឬមិនបានចូលបោកក្រាំងសាដល់ក្នុងផ្ទះធ្វើការបោកវាយបើកមុខពីកៅប្រែតែដកថយបានហើយពីខាង Pro Esport បាទកន្លែងរីត្រីបាយមាននេះគឺបន្តយកទៅមែនតែ Coily ក៏ដូចជាវត្តមានរបស់ Lin ដូចគ្នាប៉ុន្តែបើសិនជាមាន replay រត់ទៅល្អមើលព្រោះដោយសារនៅពេលដែលគាត់កោនឹងរៀងឆ្ងាយ បាទ ផុត map ដែលឃើញឈាមឡទេអញ្ចឹងទទួលស្គាល់យើងជា caster យើងឃើញឈាមឡរហូតអារម្មណ៍យើងនឹងណចាំមើលដូចជាឡើងឃើញឈាមឡទេពេលហ្នឹងគាត់កោមួយនេះដាច់អូកោឆ្ងាយដែរបន្តមកឡើងឃើញឈាមឡទេដើមមកបាក់គាត់រីត្រីយកហ្មង ហ្នឹងហើយព្រោះអស់សម័យបាត់ហើយណា បើយើងជា caster យើងឃើញឈាមឡយើងអាចតាំងអារម្មណ៍ឲ្យស្ងប់ថាអត់តន់ដល់ពេលត្រូវរីត្រីទេតែគាត់អត់ឃើញឈាមឡថាអត់ឃើញឈាមអត់ឃើញចាំងឥឡូវគេកំពុងធ្វើអីទៀតអញ្ចឹងមានរីត្រីចោលអត់បានមកដល់បាទសោកស្ដាយមែនទេតែយ៉ាងណាវិញគឺជាការធ្វើបានល្អហើយល្អទៀតពី Galaxy Legend ជាមួយនឹង Plan A2 បាទមាន A1 គេហៅថា Plan A1 fail ហើយដាក់ Plan A2 យកមក Yes sir ចាំជាមួយនឹង Lomani clear បានតែ Felix ធ្វើការបើក map បានល្អខ្លាំងតែពីសាបោកទៅលើ Cadenza ហ្នឹងអូយ God like ចូលទៅលើ VK បាត់ហើយអត់តាំងទេពី Sorry Felix ទីបន្ថែមទៀតប៉ុន្តែពីសាបន្តយកមកជាមួយនឹង Thread Tier 3នៅខាងផ្លូវ Midland បន្ត Lane មានការយកតែម្ដងពីខាង Galaxy Legend ផងដែរ បាទ11នាទីជិត12នាទី13ទៅ12ខៀនដាច់ប៉មខ្ទេចខ្ទីនេះខ្ទឹម Objective គឺមានការបិទយកតែម្ដងបានតែថតមួយតែប៉ុណ្ណោះចំណែកឯងបោកយកតែម្ដងក្រោយលេងចង់លេងក្បាច់អីចេះជាមួយនឹងការបោះស្រមោលទៅវិញមិនឯពីរុនអូអត់តែបន្ថែមទៀតការរងភ្លាបោកទៅលើ Lin បាត់បង់ជាមួយនឹងការសិតទៅលើ Lin បាត់ហើយក្រោយលេងក៏បាត់បង់ដូចគ្នាចាំងក៏ទាំងពីររូបដាច់ទាំងពីរដូចគ្នាហ្នឹងដែរ Wow ខ្ញុំគាត់ថាកន្លែងសា3មីនេះ2នឹងឡើងឈាមមកវិញតន់ណាអត់ទេណាមួយក៏រៀងក្រដូចគ្នាឯធីមវាយឡើងឈាមអត់តន់មានដូចគ្នាក៏ដូចជា Vox ក៏មិនតន់ចេញដូចគ្នាក៏ប៉ុន្តែ shutdown ទៅ shutdown ណា5-1 បាទដែលលេនគាត់រំពឹងថាហាយ៉ានឹងកោគាត់ហើយគាត់មកវិញបើដោយហាយ៉ាមកក៏ល្អដែរកោគាត់ដាច់តម្លាក់ហាយ៉ានៅនឹងវាយអស់គ្នាតែគួរឲ្យសោកស្ដាយអត់ដាច់មកវិញអត់តាន់បាទយើងមើលទៅហាយ៉ាស្រួលលេងមួយហាលីមែនណាប៉ុន្តែបើសិនជាកោដាច់ទៅតាមហាលីធ្លាក់នៅកណ្ដាលវាគេវាយវិញដែរបាទមួយចានទឹកមួយចានគោកដូចគ្នាតែគាត់ថាហាយ៉ារៀងធំជាងបាទភ្លាមធ្វើការចង់ចាប់ទៅលើពេពី Cadenza ប៉ុន្តែ Vicky នៅក្នុងវគ្គនេះអត់ទាន់ដាច់ទេបងបាទ60 stake ពេញបឹបយកតែម្ដងពី Vicky បាទ Vicky មានរហូតដល់ទៅ5 item កន្លះយ៉ាងណាក៏ដោយជាមួយនឹង Kuzen គាត់លេងជាមួយនឹង Carry ដែល Trinity item ដែលជា Carson Sai Golden Staff Demon Hunter Sword គាត់មានទាំង3ដែលជា item ដែលធ្វើ Carry អាចវាយបានស្ទើរតែគ្រប់ប្រភេទ hero ណាបាទយ៉ាងណាក៏ដោយនៅពេលដែលគេមានជាងគេមានលុយ switch item ទៅមកដូចគ្នា Chesty Sport Drone ក៏មាននៅក្នុងដៃរបស់ Cadenza ដូចគ្នាដើម្បីកាត់ attack speed 15% 25% 2នាក់ បាទកាប្រែក៏មានដែរ Yes sir បាទបើវាយ Felix មុនគេយកដល់ RT ប៉ុន្តែ Felix ធ្វើការចាយ Felix កាបាក់ RT ធ្វើការដកថយមុនជាមួយនឹង Lord ទី2នេះ spawn មកវិញដូចគ្នាអស់ RT អស់ពី Flicker ក៏ដូចជា Felix តើ Lomani អាចចូលបានដែរទេបាទតែ RT ហើយលេខគឺដល់មក play ទេ Cadenza ធ្វើការឃើញ map ជាមួយនឹង Coily ធ្វើការតេះដាច់ឈាម 50% ទៅលើ Cadenza តែអត់ខ្វល់ទេនៅផ្លូវ Milan ក៏មានការផ្ដាច់ទៅលើសាមុនគេយកដល់ពី Vicky បាទបើក map Coily នៅម្នាក់ឯងយកតែម្ដងជាមួយនឹងការមក rotate ជួយគ្នាឬក៏មិនជួយអស់ ultimate ពី Lin ដូចគ្នាសោជាមួយនឹង Shadow ក៏សោជាមួយនឹង ultimate ដូចគ្នាប៉ុន្តែជាមួយនឹងការមើលពេតែប៉ះជើងឡើងហើយពីពេចាប់អត់បានទេបងវាយជាមួយនឹងការបាន Legendary ទៅលើ Vicky បាត់បង់ជាមួយនឹងពេមកដែរជាមួយនឹង Pro Esport ហ៊ានយក Lomani ទេអានឹងព្រាទៅកាន់ Galaxy Legend បាត់ទៅហើយពេមិនក៏ចេញរំបាំងកាយដើរពីអ្នក Kuzen Flame មកក្រោយស្វែងរកជាមួយនឹងវត្តមានរបស់ Vicky បាទចាប់បោកបន្ថែមទៀត2រុនបាត់បង់ជាមួយនឹង Kuzen បាត់ហើយ2រុនបាទរកឃើញមិនមែនរកវាយគេទេរយគេវាយជាមួយនឹងការហក់ដាំហត់អសើបាទអសើលក្ខណៈថាកបោ Flick អាចហួយអូយលងខ្លួនពី Coily តែមិនអត់ជាប់ជាមួយនឹងការបាត់បង់ទៅលើ Coily បាត់ហើយជាមួយនឹងការប្រែអសល់ Immortal Team មានការបើក map ដល់ក្នុងផ្ទះយកតំណងពី Cadenza ធ្វើការឈររងជាមួយនឹងទី3របស់តែគឺមានការបោកវាយយកតំណងពីវត្តមានរបស់ Vicky បាត់បង់ជាមួយនឹង Sorry Emily តែជាមួយនឹងការប្រែក៏បាត់បង់ដូចគ្នាតែជាមួយនឹងការ Last Man Standing នៅសោតតែសារតែម្ដងក្នុងការទប់ជាមួយនឹង Minion មួយនេះតែទប់ជាប់ឬមិនជាប់ជ័យជំនះនៅក្នុងវគ្គទី2ក៏ដូចជា Vibe Out បានទៅលើ Galaxy Legend Emoji no ពីរុន no